សួស្តីបងបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ប្រាប់ពីរបៀបកាត់សក់នៅ App Photoshop ចូល select ចូល subject នេះមកបាទតបពីបាន select ហើយចូល select វិញមកបាទតមកយកពាក្យ select and mask បាទពាក្យ select and mask ហើយយកពាក្យ overlay អក្សរ V បាទតមកចុចយកពាក្យ tool នេះបាទ define edge នេះមកបាទមកចុចបិទបើកនឹងដើម្បីមើលផ្ទៃថាវាដាច់ស្អាតអត់ទេបាទតមកចុចវាជាប់ឲ្យអូសវាចឹងមកកាត់យកតែផ្ទៃសសចេញមកបាទឲ្យនៅសល់តែខ្សែសក់ហើយសក់ដែលយើងត្រូវទុកមកទាញវាមើលចឹងមកតាមជាក់ស្ដែងបាទមើលកន្លែងណាមានផ្ទៃសហ្នឹងផ្ទៃ background នៅសល់បាទកាត់វាអស់មកចុចកន្លែងនេះមើលបាទថាវាស្អាតមិនស្អាតបាទឃើញស្អាតហើយចុចវាគ្រីសឲ្យជាប់មកតមកចុចយកកន្លែង new layer with layer mask បាទតមកចុច OK បាទតមកឃើញដាច់ស្អាតហើយបាទតមកយកពាក្យ source color នេះមួយមកដើម្បីដាក់ color ណាមួយបាទតមកយក color ក្រហមហ្នឹងមកបាទមួយក៏ color ផ្សេងទៀតដាក់បានទាំងអស់បាទស្រេចបងប្អូនចង់ដាក់បាទតែខ្ញុំយក color ពណ៌ក្រហមបាទតែមកចុច OK នេះមកក៏ពីបានផ្ទៃបែបហ្នឹងគឺចុចបិទភ្នែកវាមួយមកបាទដើម្បី save យក export នេះមកហើយយក file PNG ដើម្បីកុំឲ្យវាមាន background ចុច export មកបាទតមកដាច់ស្អាតហើយបាទមេរៀនមានតែប៉ុណ្្នឹងបាទអរគុណ